សូមស្វាគមន៍មកកាន់ការរៀបរាប់ដំណើរជីវិតរបស់បុគ្គលដ៏អស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្រថ្ងៃនេះយើងនឹងធ្វើដំណើរត្រឡប់ទៅកាន់អតីតកាលជាង 2000 ឆ្នាំមុនដើម្បីស្វែងយល់ពីជីវិតរបស់បុរសម្នាក់ដែលបានកែប្រែផែនទីពិភពលោកដោយកម្លាំងដាវនិងប្រាជ្ញាថ្ងៃនេះយើងនឹងធ្វើដំណើរត្រឡប់ទៅកាន់អតីតកាលជាង 2000 ឆ្នាំមុនដើម្បីស្វែងយល់ពីជីវិតរបស់បុរសម្នាក់ដែលបានកែប្រែផែនទីពិភពលោកដោយកម្លាំងដាវនិងប្រាជ្ញានៅក្រៅមេឃពណ៌ខៀវនៃដែនដីម៉ាគេដុនបុរាណទារកម្នាក់បានប្រសូតមកក្នុងឆ្នាំ356មុនគ្រិស្តសករាជដែលពិភពលោកមិនទាន់បានដឹងនៅឡើយថាទារកនេះនឹងក្លាយជាអ្នកសញ្ជ័យដ៏អស្ចារ្យបំផុតឈ្មោះរបស់គាត់គឺ Alexander ឬដែលយើងស្គាល់ថា Alexander ដ៏អស្ចារ្យដំណើរជីវិតរបស់គាត់ចាប់ផ្ដើមក្នុងនាមជាបុត្ររបស់ស្ដេចភីលីបទី2និងព្រះនាងអូឡាំពីតាំងពីកុមារភាពមក Alexander ត្រូវបានចិញ្ចឹមបីបាច់ក្នុងបរិយាកាសមួយដែលពោរពេញទៅដោយការរំពឹងទុកយ៉ាងខ្ពស់បិតារបស់គាត់គឺជាអ្នកចម្បាំងដ៏ខ្លាំងក្លាដែលបានបង្រួបរមដែនដីក្រឹកចំណែកឯមាតារបស់គាត់គឺជាស្ត្រីដែលមានជំនឿយ៉ាងមុតមមលើរឿងអាថាកំបាំងនិងទេវកាដោយតែងតែប្រាប់ Alexander ថាគាត់មានឈាមជ័ររបស់អាទិទេពអ្វីដែលធ្វើឲ្យកុមារភាពរបស់គាត់កាន់តែពិសេសនោះគឺការទទួលបានការអប់រំពីគំពូលទស្សនវិជ្ជានៃពិភពលោកគឺលោក Aristotle គ្រូដ៏អស្ចារ្យរូបនេះបានបណ្ដុះបណ្ដាល Alexander មិនត្រឹមតែលើវិស័យសឹកសង្គ្រាមប៉ុណ្ណោះទេប៉ុន្តែថែមទាំងវិទ្យាសាស្ត្រនិងអាសូលីតផងដែរមានរឿងដំណាលមួយដែលបង្ហាញពីភាពក្លាហានរបស់គាត់តាំងពីក្មេងគឺនៅពេលដែលគាត់បានទប់ទល់នឹងសេះដ៏កាយសាហាវមួយឈ្មោះថា Bucephalus គ្មាននរណាម្នាក់អាចជិះសេះនេះបានឡើយប៉ុន្តែ Alexander បានសង្កេតឃើញថាសេះនេះคล้ายស្រមោលរបស់ខ្លួនឯងគាត់បានដឹកសេះនោះឲ្យបែរមុខទៅរកព្រះអាទិត្យដើម្បីកុំឲ្យវាឃើញស្រមោលហើយគាត់ក៏អាចជិះវាបានសម្រេចពេលនោះស្ដេចភីលីបដែលជាបិតាបានមានបន្ទូលថាកូនប្រុសឲ្យចូលឯងស្វែងរកនគរណាដែលធំជាងនេះចុះព្រោះម៉ាកេដុនទុយពេកហើយសម្រាប់ឯងប៉ុន្តែជីវិតរបស់យុវជនដ៏ក្លាហានរូបនេះបានជួបនឹងភៀវភ្លៀងយ៉ាងធំនៅពេលគាត់មានអាយុ20ឆ្នាំបិតារបស់គាត់ត្រូវបានគេលួចធួឃាតនៅក្នុងពិធីមង្គលការមួយភ្លាមនោះពិភពលោកទាំងមូលហាក់ដូចជាដួលរលំមកលើស្មារបស់គាត់ពីយុវជនម្នាក់ដែលចូលចិត្តអានសៀវភៅគាត់ត្រូវក្លាយជាស្ដេចនិងជាមេតបភ្លាមគាត់ត្រូវប្រឈមមុខនឹងការបះបោរពីគ្រប់ទិសទីប៉ុន្តែ Alexander មិនបានរ៉ារែកឡើយគាត់បានបង្រួបរមអំណាចយ៉ាងឆាប់រហ័សនិងបានសម្លឹងមើលទៅទិសខាងកើតទៅកាន់ចក្រភព Pest ដ៏ធំមហិមានេះជាចំណុចចាប់ផ្ដើមនៃយុទ្ធនាការដ៏អស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្រនៅឆ្នាំ334មុនគ្រិស្តសករាជគាត់បានដឹកនាំកងទ័ពឆ្លងកាត់ចុះសមុទ្រ Hellespont ដើម្បីប្រឈមមុខនឹងចក្រភព Pest ដែលមានកងទ័ពច្រើនជាងគាត់រាប់សិបដងសមរភូមិបន្តគ្នាបានកើតឡើងដូចជានៅទន្លេ Granicus និងនៅ Issus រាល់ការប្រយុទ្ធ Alexander តែងតែនាំមុខកងទ័ពរបស់គាត់ជានិច្ចគាត់មិនមែនជាមេទ័ពដែលបញ្ជាពីក្រោយខ្នងទេតែគាត់គឺជាអ្នកដែលប្រថុយជីវិតមុនគេដែលធ្វើឲ្យទាហានរបស់គាត់ហ៊ានស្លាប់ជំនួសគាត់ជោគជ័យដ៏កំពូលរបស់គាត់គឺការយកឈ្នះស្ដេចដារីយុសទី3នៃចក្រភព Pest នៅក្នុងសមរភូមិ Gaugamela ជ័យជំនះនេះបានបើកទ្វារឲ្យគាត់ក្លាយជាស្ដេចនៃទ្វីបអាស៊ីនិងកាន់កាប់ទីក្រុងបាប៊ីឡូនដ៏លុយបាំងមិនត្រឹមតែជាអ្នកចម្បាំងទេ Alexander មានចក្ខុវិស័យក្នុងការផ្សាយភ្ជាប់វប្បធម៌នៅពេលគាត់ទៅដល់អេស៊ីបគាត់ត្រូវបានគេគោរពជាស្ដេចផារ៉ុននិងបានបង្ក្រាបទីក្រុង Alexandria ដែលក្រោយមកបានក្លាយជាមជ្ឈមណ្ឌលនៃចំណេះដឹងពិភពលោកគាត់ចង់ឲ្យប្រជាជនក្រឹកនិងប្រជាជនប៉េសរស់នៅចោះសម្រុងគ្នាគាត់បានរៀបការជាមួយព្រះនាងរុកសាណាដែលជាស្ត្រីជនជាតិបាក់ទ្រីដើម្បីបង្ហាញពីការរួបរមរវាងលោកខាងលិចនិងលោកខាងកើតនេះជាគំនិតដែលជឿនលឿនខ្លាំងណាស់សម្រាប់សម័យនោះទោះជាយ៉ាងណាក៏ដោយជីវិតរបស់មហាបុរសរូបនេះមិនមែនសុទ្ធតែរលូននោះទេគាត់ក៏ជាមនុស្សដែលមានចំណុចខ្សឹកនិងបរាជ័យផ្ទាល់ខ្លួនដែរភាពជោគជ័យដ៏ធំធេងបានធ្វើឲ្យគាត់មានអំណត់និងសង្ស័យច្រើននៅក្នុងពេលស្រវឹងមួយគាត់បានសម្លាប់មិត្តភក្តិដ៏ជិតស្និទ្ធម្នាក់ឈ្មោះ Cletus ដែលផ្ទាល់ដៃដែលជាហេតុធ្វើឲ្យគាត់មានវិបត្តិសារីយ៉ាងខ្លាំងអស់មួយជីវិតនេះជាមេរៀនដ៏ជឿចិត្តមួយដែលបង្ហាញថាសូម្បីតែអ្នកសញ្ជ័យពិភពលោកក៏អាចចាញ់កំហឹងរបស់ខ្លួនឯងដែរឧបសគ្គដ៏ធំបំផុតមួយទៀតគឺនៅពេលដែលគាត់ព្យាយាមបន្តដំណើរទៅកាន់ប្រទេសឥណ្ឌាគាត់បានឈ្នះសមរភូមិនៅទន្លេ Edasburg ប៉ុន្តែគាត់បានជួបនឹងសត្រូវដែលគាត់មិនអាចយកឈ្នះបាននោះគឺភាពនឿយថត់នៃកងទ័ពរបស់គាត់ទាហានរបស់គាត់បានធ្វើដំណើររាប់ពាន់គីឡូម៉ែត្រឃ្លាតឆ្ងាយពីប្រទេសសម្បៃរាប់ឆ្នាំនិងបានប្រឈមមុខនឹងភ្លៀងមូសុងដ៏ខ្លាំងក្លាគេបានបដិសេធមិនបន្តដំណើរទៅមុខទៀតនេះជាលើកទី1ហើយដែល Alexander ត្រូវបង្ខំចិត្តបោះបង់គោលដៅនិងនាំទ័ពត្រឡប់ក្រោយការដកថយឆ្លងកាត់វាលសាហជាតិរុស្ស៊ីជាសុបែបណាបុត
ទីហានច្រើនបានស្លាប់ដោយសារក្បាលទឹកនិងកម្ដៅថ្ងៃអាឡិចសាន់ឌឺបានដើរថ្មីជួបជាមួយទីហានហើយនៅពេលគេជូនទឹកមួយមុខដែកមកឲ្យគាត់បានចាក់ទឹកនោះចោលដើម្បីបង្ហាញថាគាត់នឹងរំទុកស្មើនឹងកូនទីហានរបស់គាត់នៅពេលត្រឡប់មកដល់បាប៊ីឡុនវិញការជួយទឹកផ្លូវចិត្តបានវាយធွာគាត់យ៉ាងធំធាត់មិត្តសម្លាញ់យ៉ាងជីដីគោដ៏ជិតស្និទ្ធរបស់គាត់គឺហេផេស្ទៀនបានស្លាប់ដោយសារជំងឺការបាត់បង់នេះបានធ្វើឲ្យអាឡិចសាន់ឌឺធ្លាក់ខ្លួនទៅក្នុងការសេពគ្រឿងស្រវឹងនិងភាពសោកសៅសុខភាពរបស់គាត់ចាប់ផ្ដើមចុះខ្សោយយ៉ាងឆាប់រហ័សនៅខែមិថុនាឆ្នាំ323មុនគ្រិស្តសករាជក្នុងវ័យត្រឹមតែ32ឆ្នាំអាឡិចសាន់ឌឺបានធ្លាក់ខ្លួនឈឺយ៉ាងធំធាត់នៅក្នុងវាំងនៅបាប៊ីឡុននៅពេលដែលមេតបស៊ូគាត់ថាតើព្រះអង្គនឹងប្រគល់រាជបល្ល័ង្កទៅឲ្យនរណាគាត់បានឆ្លើយរកសោកខ្សោយថាឲ្យទូញាតែខ្លាំងបំផុតពលសម្ដីចុងក្រោយនេះបានក្លាយជាការចាប់ផ្ដើមនៃសង្គ្រាមដណ្ដើមអំណាចដែលបានបំបែកចក្រភពរបស់គាត់ជាចំណេះទោះបីជាជីវិតរបស់គាត់ខ្លីក៏ដោយប៉ុន្តែគេរំលែករបស់អាឡិចសាន់ឌឺនៅតែរស់រានមានជីវិតរហូតមកដល់សប្តាហ៍គាត់មិនត្រឹមតែជាអ្នកសញ្ជ័យទីធ្លីទេគាត់គឺជាអ្នកសារប្រវត្តិធម៌សម័យកាលដែលគាត់បានបង្កើតឡើងត្រូវបានគេហៅថាសម័យ Hellenistic ដែលជាសម័យកាលដែលវប្បធម៌ក្រឹកបានសាយភាយនិងលាយឡំជាមួយវប្បធម៌អេស៊ីប ពេសនិងឥណ្ឌាភាសាក្រឹកបានក្លាយជាភាសាសាកលដើម្បីការប្រាស្រ័យទំនាក់ទំនងយុទ្ធសាស្ត្រយុទ្ធនាការរបស់គាត់នៅតែត្រូវបានសិក្សានៅក្នុងសាលាបណ្ឌិតសភាយុទ្ធនាជាមួយពិភពលោករបៀបដែលគាត់ប្រើប្រាស់កងទ័ពថ្មើរជើងគប់ផ្សំជាមួយកងទ័ពសេះជាគំរូនៃសាលាសង្គ្រាមដែលមិនចេះហួសសម័យលើកពីនេះទៀតហើយរូបភាពរបស់គាត់បានក្លាយជាតួអង្គក្នុងរឿងព្រេងនិងទេវកៈរបស់ជាតិសាសន៍ជាច្រើននៅតំបន់ខ្លះគេចាត់ទុកគាត់ជាស្ដេចដ៏សាហាវប៉ុន្តែនៅតំបន់ខ្លះទៀតគេចាត់ទុកគាត់ជាវីរបុរសដែលនាំមកនូវអរិយធម៌អ្វីដែលយើងអាចរៀនបានពីជីវិតរបស់ Alexander គឺថាមហាចតាអាចនាំមនុស្សម្នាក់ទៅកាន់ចំណុចកំពូលនៃពិភពលោកប៉ុន្តែវាក៏មានតម្លៃដែលត្រូវបង់ផងដែរគាត់បានពិសោធន៍ថាដែនកំណត់របស់មនុស្សគឺនៅឆ្ងាយជាងអ្វីដែលយើងគិតប្រសិនបើយើងមានចិត្តក្លាហានគោក្រន់គាត់គឺជាបុរសដែលមិនចេះស្កប់ស្កល់នឹងភាពសុខស្រួលហើយតែងតែស្វែងរកអ្វីដែលនៅហួតពីជើងមេឃដោយដែលគាត់ធ្លាប់បានពោលថាគ្មានអ្វីដែលមិនអាចទៅរួមមកទេសម្រាប់អ្នកដែលហ៊ានព្យាយាមជីវិតរបស់គាត់ជាការរំលឹកមួយថាភាពអស្ចារ្យមិនមែនវាស់វែងត្រឹមតែអាយុវែងឬខ្លីនោះទេប៉ុន្តែវាស់វែងដោយអ្វីដែលយើងបានបន្សល់លើឲ្យពិភពលោក Alexander បានចាស់ចេញពីពិភពលោកនេះតាំងពីនៅក្មេងប៉ុន្តែឈ្មោះរបស់គាត់នៅតែត្រូវបានគេចងចាំជារៀងរហូតសូមអរគុណសម្រាប់ការតាមដានស្ដាប់នូវជីវប្រវត្តិសង្ខេបរបស់ Alexander ដ៏អស្ចារ្យសង្ឃឹមថាប្រិយមិត្តអ្នកស្ដាប់ទទួលបាននូវចំណេះដឹងនិងការបំផុសគំនិតពីដំណើរជីវិតរបស់បុគ្គលប្រវត្តិសាស្ត្ររូបនេះសូមជួបគ្នានៅក្នុងកម្មវិធីលើកក្រោយទៀតសូមអរគុណនិងសូមជម្រាបលា